មេបកប្រឆាំងថៃជំរុញឲ្យរំលាយសភាបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃត្រូវព្យួរតំណែងមេដឹកនាំគណៈបកប្រជាជនថៃលោកណាត់តពងរឿងបញ្ញវុធអះអាងថាមានតែការបោះឆ្នោតថ្មីទេទើបឲ្យស្ដារស្ថានភាពនិងភាពស្របច្បាប់ដល់រាជរដ្ឋាភិបាលក្រោយតំណែងនាយករដ្ឋមន្ត្រីត្រូវបានព្យួរនេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែតថៃ The Nation មេដឹកនាំគណៈបកប្រឆាំងបានអំពាវនាវឲ្យរាជរដ្ឋាភិបាលរំលាយសភាបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃផែថងឋានឈិនវត្តត្រូវបានព្យួរតំណែងដោយតុលាការរដ្ឋធម្មនុញ្ញលោកណាត់តពងបានលើកឡើងកាលពីថ្ងៃអង្គារទី1ខែកក្កដាថាសាធារណជនទាមទារឲ្យរាជរដ្ឋាភិបាលមានលំនឹងនិងស្ថិរភាពឡើងវិញដោយផ្ដោតលើការយកចិត្តទុកដាក់លើភាពស្របច្បាប់និងស្ដារទំនុកចិត្តដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកម្រើកឡើងរួមទាំងបញ្ហានានាដូចជាគំនាបពន្ធអាមេរិកជំលោះព្រំដែនកម្ពុជាថៃដែលកំពុងបន្តមេបកប្រឆាំងរូបនេះបានសង្កត់ធ្ងន់ទីថាប្រទេសរបស់យើងនឹងមិនអាចទទួលបានរាជរដ្ឋាភិបាលដែលមានគុណសម្បត្តិគ្រប់គ្រាន់នោះទេប្រសិនបើគ្មានការបោះឆ្នោតថ្មីមានតែការបោះឆ្នោតថ្មីទេទើបជាដំណោះស្រាយដ៏ល្អបំផុតដើម្បីដោះស្រាយវិបត្តិទាំងនេះតាមរយៈការប្រកល់អំណាចជូនប្រជាពលរដ្ឋដែលជាម្ចាស់នៃប្រទេសលោកណាត់តពងបានបន្ថែមទៀតថាគណៈបកប្រជាជនរបស់លោកនឹងប្រើប្រាស់គ្រប់យន្តការច្បាប់ទាំងអស់ដើម្បីជំរុញឲ្យមានការបោះឆ្នោតសារជាថ្មីប្រសិនបើរាជរដ្ឋាភិបាលមិនព្រមរំលាយសភាទោះជាយ៉ាងណាការអះអាងថាគណៈបករបស់លោកមិនគាំទ្រការប្រើសង្គ្រាមជាផ្លូវការដើម្បីជាអាវុធនយោបាយបំផ្លាញក្រមប្រឆាំងនោះទេព្រោះយុទ្ធសាស្ត្របែបនេះគ្មានប្រជាធិបតេយ្យមេដឹកនាំបកប្រជាជនថៃរូបនេះបានសង្កត់ធ្ងន់ទៀតថាលទ្ធិប្រជាធិបតេយ្យគ្មានទីបញ្ចប់ទេលុះត្រាតែក្រុមខ្លះបដិញ្ញាបំផ្លាញវាឲ្យដល់ចំណុចដែលមិនអាចស្ដារឡើងវិញបានការដណ្ដើមអំណាចដោយគ្មានលទ្ធិប្រជាធិបតេយ្យនិងបំផ្លាញអនាគតនិងជោគវាសនាប្រជាជនក្នុងប្រទេសការប្រកាសក្តែងរបស់មេដឹកនាំគណៈបកប្រឆាំងធ្វើឡើងបន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រីផែថងឋានឈិនវត្តត្រូវបានព្យួរតំណែងក្រោយបែកធ្លាយឃ្លីបសម្លេងសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែនជាលទ្ធផលតុលាការរដ្ឋធម្មនុញ្ញបានបោះឆ្នោតគាំទ្រចំនួន7ទល់នឹង2សម្លេងដើម្បីព្យួរតំណែងនាយករដ្ឋមន្ត្រីដោយរងចាំសាលក្រមចេញសេចក្តីសម្រេចចុងក្រោយតាមពិតទៅតួនាទីរបស់លោកស្រីផែថងឋានប្រសូតមិនទាន់បាន1ខួបទេពលគឺទៅតែបាន10ខែតែប៉ុណ្ណោះខណៈតំណែងនាយករដ្ឋមន្ត្រីកំពុងតែរបូតចេញពីដៃសូមរំលឹកយ៉ាងខ្លីថាអតីតនាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាថាវិសិនមកពីគណៈបកភឿថៃផងដែរនោះក៏ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងផងដែរបន្ទាប់ពីរកឃើញទោសបំពានច្បាប់រដ្ឋធម្មនុញ្ញគូបញ្ជាក់ថាលោកសូរិយៈភឹងរុងរឿងកិច្ចឧបនាយករដ្ឋមន្ត្រីក្រសួងសាធារណការមកពីគណៈបកភឿថៃត្រូវទទួលតំណែងជានាយករដ្ឋមន្ត្រីស្ដីទីបណ្ដោះអាសន្នដើម្បីដឹកនាំប្រទេសដែលកំពុងរួមរឹតដោយវិបត្តិមួយនេះ